បាទជាបន្តទៅនេះសូមជូនព័ត៌មានខ្លីដែលដកស្រង់ចេញពីគេហទំព័រផ្លូវការអាស៊ីសេរីសង្គមស៊ីវិលថាអំពើជួញដូរមនុស្សនឹងមិនថមថយទេបើមេខ្លាំងធំមិនត្រូវបង្ក្រាបបាទក្នុងរយៈពេលជិត4ខែឆ្នាំ2025នេះពលរដ្ឋខ្មែរចំនួន98នាក់ក្នុងនោះស្ត្រីមានចំនួន97នាក់ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញបន្ទាប់ពីត្រូវបានគេជួញដូរទៅឲ្យរៀបការប្តីតាមបង្ខំនៅប្រទេសចិនសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្ក្រាបលើក្រុមអ ுக ្រិតជនដែលជាមេខ្លាំងធំនៃអំពើជួញដូរមនុស្សទើបអាចធ្វើឲ្យបទល្មើសថយចុះសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍កម្ពុជាចេញផ្សាយកាលពីថ្ងៃទី22មេសាស្តីពីវិធានការប្រឆាំងការលួងលោមស្ត្រីខ្មែរឲ្យរៀបការប្តីនៅក្រៅប្រទេសឬទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់លើកឡើងថានៅក្នុងរយៈពេលដូចគ្នានេះសមាជិកអន្តរប្រវេសន៍នៅតាមមាត់ច្រកអន្តរជាតិនានាក៏ទប់ស្កាត់បានអ្នកដំណើរ107នាក់ដែលមានស្ត្រី82នាក់ក្នុងនោះពលរដ្ឋខ្មែរចំនួន93នាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារវិញហើយខ្លះប្រគល់ទៅឲ្យនាយកដ្ឋានគាំពារជនរងគ្រោះនិងគាំពារអនិច្ចជននៃក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងមន្ទីរសង្គមគិច្ចនៅខេត្តស្វាយរៀងចំណែកអ្នកសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្សទៅក្រៅប្រទេសត្រូវបានប្រគល់ទៅស្នងការខេត្តនិងអគ្គស្នងការនគរបាលជាតិដើម្បីស្រាវជ្រាវនិងអនុវត្តនីតិវិធីបន្តជំវិញបញ្ហានេះនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សអង្គការសន្ត្រាល់លោកមឿនដុល្លារប្រាប់អាស៊ីសេរីថាករណីនេះអាចជាលើកទី1ដែលអាជ្ញាធរចិនបានបញ្ជូនស្ត្រីខ្មែរក្នុងទ្រង់ទ្រាយធំត្រឡប់មកកម្ពុជាវិញព្រោះកន្លងមកអាជ្ញាធរចិនតែងលាក់បាំងព័ត៌មានដែលស្ត្រីខ្មែរត្រូវបានគេជួញដូរទៅប្រទេសចិនលោកបន្តថាបញ្ហាជួញដូរមនុស្សពីកម្ពុជាទៅក្រៅប្រទេសមិនបានថមថយនោះទេជាពិសេសស្ថិតក្នុងពេលពិភពលោកកំពុងប្រឈមវិបត្តិសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកនិងចិននិងចំនួនប្រដាប់អាវុធនៅប្រទេសមួយចំនួនគឺជាឱកាសក្រុមជនល្មើសឆ្លៀតធ្វើសកម្មភាពកាន់តែខ្លាំងលោកមឿនដុល្លារបន្តថាក្រុមជនរងគ្រោះខ្លះបញ្ជាក់ថាអំពើជួញដូរមនុស្សក៏អាចជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនដែរស្ត្រីដែលរងគ្រោះពីការជួញដូរទៅលក់ដើម្បីបង្ខំឲ្យរៀបការប្តីនៅប្រទេសចិនកាលពី6ឆ្នាំមុនថ្លែងប្រាប់អាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថាដោយសារលោកស្រីនៅវ័យក្មេងម្ដាយឈឺនិងឪពុកទើបតែស្លាប់និងគ្រួសារក្រីក្រទើបធ្វើឲ្យលោកស្រីមិនអាចគិតវែងឆ្ងាយហើយក៏ឆាប់ជឿតាមការលួងលោមពីមេខ្យល់ជាជនជាតិខ្មែរដែលបានសន្យាជួយនាំលោកស្រីទៅឲ្យធ្វើការនៅប្រទេសចិននិងអាចទទួលបានប្រាក់ខែខ្ពស់ខ្ទង់$1000ក្នុងមួយខែស្ត្រីវ័យជិត40ឆ្នាំរូបនេះបន្តថាមេខ្យល់បាននាំលោកស្រីនិងស្ត្រីខ្មែរដទៃទៀតជិះរថយន្តធ្វើដំណើរពីខ្មែរឆ្លងដែនទៅទឹកដីវៀតណាមនិងបានធ្វើដំណើរអស់រយៈពេល7យប់ដោយឆ្លងកាត់តំបន់ព្រៃភ្នំនិងកន្លែងខ្លះត្រូវបដូរពីជិះរថយន្តមកជិះម៉ូតូដើម្បីគេចពីប៉ូលីសទើបទៅដល់ព្រំដែនប្រទេសចិនលោកស្រីបន្ថែមថានៅពេលឆ្លងដែនចូលទឹកដីចិនគឺមានប្តីប្រពន្ធជនជាតិចិនមួយគូរងចាំស្រាប់ដោយត្រៀមរថយន្តសម្រាប់ដឹកលោកស្រីនិងស្ត្រីខ្មែរម្នាក់ទៀតទៅផ្ទេរឲ្យរថយន្តដឹកបន្តជាច្រើនកន្លែងទៀតទម្រាំទៅដល់គ្រួសារដែលគេបានលក់លោកស្រីឲ្យរៀបការជាមួយបរិសុទ្ធជនជាតិចិនមានសតិមិនល្អស្ត្រីរងគ្រោះរូបនេះលើកឡើងទៀតថាក្រោយត្រូវបានបង្ខំឲ្យរៀបការប្តីទី1និងកាត់បានកូនស្រីម្នាក់ឪពុកម្ដាយក្មេកក៏បានប្រើហិង្សានិងជាស្ដីធ្វើបាបផ្លូវចិត្តបង្ខំឲ្យលោកស្រីត្រូវប្រញាប់ពោពោះកូនទី2ដើម្បីយកកូនប្រុសទាំងដែលលោកស្រីនៅហើមដៃហើមជើងនៅឡើយលោកស្រីបញ្ជាក់ថាក្រោយរួមរស់ជាមួយប្តីទី1បាន4ឆ្នាំលោកស្រីក៏បានរត់ចេញពីផ្ទះទៅពឹងបរិសុទ្ធជនជាតិចិនម្នាក់ទៀតឲ្យជួយហើយក៏បានរៀបការជាមួយប្តីទី2និងមានកូនប្រុសម្នាក់ប៉ុន្តែក្រោយរួមរស់ជាមួយគ្នាបានមួយរយៈប្តីទី2ក៏ចាប់ផ្ដើមជេរស្ដីនិងវាយធ្វើបាបច្របាច់កហើយម្ដងម្កាលបិទធ្វើឲ្យលោកស្រីបាត់បង់ជីវិតទៀតផងស្ត្រីរងគ្រោះដដែលបានលើកឡើងថាក្រោយនៅជាមួយប្តីទី2បានរយៈពេល2ឆ្នាំលោកស្រីក៏បានតាក់ទងមន្ត្រីស្ថានទូតខ្មែរដើម្បីឲ្យជួយសង្គ្រោះលោកស្រីបានវិលមកកម្ពុជាវិញកាលពីពេលថ្មីៗនេះស្ត្រីម្នាក់ទៀតបាន live វីដេអូតាម Facebook យ៉ាងទឹកភ្នែកសូមកិច្ចអន្តរាគមន៍ទៅប្រធានប្រសិទ្ធិលោកហ៊ុនសែនឲ្យជួយសង្គ្រោះនាងត្រឡប់មកកម្ពុជាវិញនាងបានអះអាងថាត្រូវបានមេខ្យល់ជួញដូរទៅលក់ដើម្បីបង្ខំឲ្យរៀបការប្តីនៅប្រទេសចិនអស់រយៈពេល6ឆ្នាំហើយចំណែកបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថាការចេញវីដេអូសូមកិច្ចអន្តរាគមន៍ទៅថ្នាក់ដឹកនាំពេលនេះដោយសារនាងធ្លាប់ស្នើសុំទៅមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាឲ្យជួយសង្គ្រោះនាងពីមុនមកដែរប៉ុន្តែមិនមានការឆ្លើយតប
លើពីនេះនាងក៏ធ្លាប់រត់គេចពីផ្ទះថែមទៀតប៉ុន្តែត្រូវបានប៉ូលីសចិនចាប់ខ្លួនប្រគល់ទៅឲ្យប្តីនាងវិញប្រពន្ធដែលបញ្ជាក់ថានាងកំពុងទៅរងការធ្វើទារុណកម្មនិងការបង្អត់អាហារជាដើមវិសុអាស៊ីសេរីពុំអាចសុំការបកស្រាយរឿងនេះពីអ្នកនាំពាក្យក្រសួងការបរទេសលោកជុំសុន្ទរីនិងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោកមាសសុផាន់បានទេនៅថ្ងៃទី27ខែមេសានាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតលើកឡើងថាក្រៅពីការជួញដូរមនុស្សការឆបោកតាមប្រព័ន្ធអនឡាញកំពុងក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភដែរសម្រាប់ប្រទេសកម្ពុជាការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានចេញផ្សាយរបាយការណ៍ថ្មីមួយស្ដីពីផលប៉ះពាល់នៃមជ្ឈមណ្ឌលឆបោកនៅថ្ងៃទី21ខែមេសាបង្ហាញថាក្រុមឧក្រិដ្ឋជនឆ្លងដែននៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍កំពុងពង្រីកខ្លួនកាន់តែជ្រៅនៅតាមតំបន់ដាច់ស្រយាលនិងតំបន់ងាយរងគ្រោះបន្ទាប់ពីរងការបង្ក្រាបកាន់តែខ្លាំងពីសមត្ថកិច្ចរបាយការណ៍នេះពិពណ៌នាថានៅពេលទីតាំងឆបោកមួយត្រូវបានបង្ក្រាបវានឹងរីកទៅកាន់ទីតាំងជាច្រើនទៀតដូចជាជំងឺមហារីកបាទព័ត៌មានខ្លីពីអាស៊ីសេរីសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណ